បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំថោះក្នុងឆ្នាំ2026ខាងមុខអ្នកដែលកើតឆ្នាំថោះតាមការទស្សន៍ទាយបានទស្សន៍ទាយថាគឺជាឆ្នាំដែលល្អបំផុតសម្រាប់អស់លោកអ្នកនេះគឺជាពេលវេលាដែលអាចចាប់ផ្ដើមឲ្យលោកអ្នកសម្រេចបាននៅការស្រឡាញ់ជាយូរមកហើយដោយតេតេញអត្ថប្រយោជន៍ពីឱកាសដើម្បីប្រែក្លាយគំនិតឲ្យคล้ายទៅជាការពិតទោះជាយ៉ាងណាក៏ដោយក្រៅពីលក្ខណៈអំណោយផលនៅក្នុងកិច្ចការងារនិងហិរញ្ញវត្ថុអស់លោកអ្នកដែលកើតឆ្នាំថោះក៏អាចជួបប្រទះនៅសម្ពាធផ្លូវចិត្តមួយចំនួនផងដែរជាពិសេសនោះគឺការតាក់ទងនឹងការទំនាក់ទំនងផ្ទាល់ខ្លួនការចងចាំនិងរអួលរអាក់ពីអតីតកាលនៅតែជះឥទ្ធិពលយ៉ាងជ្រៅធ្វើឲ្យអស់លោកអ្នកមិនមានទំនុកចិត្តទាំងស្រុងនិងត្រៀមខ្លួនដើម្បីបើកឲ្យទូលំទូលាយសម្រាប់មនុស្សថ្មីនៅក្នុងកន្លែងកិច្ចការងារអស់លោកអ្នកគួរតែមានការប្រុងប្រយ័ត្នប្រយែងជួបអ្នកដែលឆ្លៀតឱកាសផុសពីកំហុសខុសឆ្គងនិងរក្សាផែនការដែលកំពុងដំណើរការទោះជាយ៉ាងណាក៏ដោយសម្ពាធពីទំនួលខុសត្រូវរបស់អស់លោកអ្នកនិងការរំពឹងទុកក៏អាចធ្វើឲ្យអស់លោកអ្នកមានអារម្មណ៍តានតឹងទាមទារការផ្ដោតអារម្មណ៍ឲ្យបានខ្ពស់ក្នុងការធ្វើកិច្ចការងារអ្វីមួយនិងសមត្ថភាពក្នុងការដោះស្រាយស្ថានភាពដែលកើតឡើងដោយប៉ិនប្រសប់ហិរញ្ញវត្ថុបង្ហាញសញ្ញានៃសភាពជោគជ័យនៅខាងមុខដោយសារវិធីដែលអ្នកគ្រប់គ្រងការចំណាយរបស់អស់លោកអ្នកសមហេតុសមផលនិងដឹងពីរបៀបជ្រើសរើសឱកាសវិនិយោគឲ្យបានសមរម្យមនោសញ្ចេតនាទោះបីជាអ្នកមានអារម្មណ៍នៅក្នុងចិត្តក៏ដោយអ្នកនៅតែស្ទាក់ស្ទើរនិងត្រូវការពេលវេលាបន្ថែមទៀតដើម្បីជំនះការភ័យខ្លាចនៃការរងទុក្ខដែលលោកអ្នកអាចបើកចំហនិងបង្កើនទំនាក់ទំនងថ្មីយ៉ាងប៉ិនប្រសប់សម្រាប់ស្នេហារបស់អស់លោកអ្នកអតីតកាលឈឺចាប់ធ្វើឲ្យអ្នកស្ទាក់ស្ទើរក្នុងការពេលវេលាដើម្បីព្យាបាលនិងត្រៀមខ្លួនទទួលយកស្នេហាថ្មីសម្រាប់កិច្ចការងាររបស់អស់លោកអ្នកក្នុងឆ្នាំ2026ការងារដំណើរការទៅមុខដោយរលូនដោយសារភាពល្អិតល្អន់និងការផ្ដោតអារម្មណ៍ធ្វើឲ្យអ្នកមានការប្រសើរឡើងជាងមុនសម្រាប់ហិរញ្ញវត្ថុការគ្រប់គ្រងការចំណាយសមហេតុសមផលជួយឲ្យហិរញ្ញវត្ថុរបស់អស់លោកអ្នកមានសភាពនឹងណូបើកឱកាសថ្មីក្នុងការសម្រេចចិត្តប្រមូលយកកិច្ចការងារណាថ្មីហើយប្រកបកិច្ចការងារអ្វីក៏ដោយតែងតែទទួលបានភាពជោគជ័យសម្រាប់សុខភាពលោកអ្នកមានភាពតានតឹងផ្លូវចិត្តអាចនាំឲ្យប៉ះពាល់ការចំណាយសម្រាប់និងសម្រាប់ដើម្បីរក្សាសុខភាពសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំថោះត្រូវគេស្គាល់ថាសម្រាប់ភាពមុតស្រួចការប្រុងប្រយ័ត្ននិងការសង្កេតយ៉ាងប៉ិនប្រសប់ដែលជួយឲ្យអ្នកស្គាល់ពេលវេលាបានត្រឹមត្រូវនិងធ្វើការសម្រេចចិត្តប្រកបទៅដោយប្រាជ្ញាឆ្លាតវៃទាក់ទាញយកឱកាសពីភាពខ្លាំងទាំងអស់នេះដើម្បីរក្សាស្មារតីរបស់អស់លោកអ្នកហើយកុំខ្លាចក្នុងការបើកចំហព្រោះអ្នកអាចនឹងជោគជ័យជានិច្ចដំបូងមានសម្រាប់អ្នកគឺត្រូវអត់ធ្មត់នឹងខ្លួនរបស់អស់លោកអ្នកទុកពេលឲ្យខ្លួនអ្នកដើម្បីព្យាបាលនិងកសាងទំនុកចិត្តឡើងវិញក្នុងការទំនាក់ទំនងបន្តិចបន្តួចដោយរក្សាចិត្តឲ្យបានច្បាស់លាស់នៅកន្លែងកិច្ចការងារនិងទន់ភ្លន់ក្នុងរឿងស្នេហាអ្នកដែលកើតឆ្នាំថោះងាយនឹងឈ្នះឧបសគ្គនិងអាចជោគជ័យជាមិនខាន